កម្ពុជាពន្យល់ពីការវិវត្តចុងក្រោយជម្លោះព្រំដែនកម្ពុជាថៃដល់បណ្ដាស្ថានទូតនានាប្រចាំកម្ពុជានិងតំណាងទីភ្នាក់ងារ UN នៅព្រឹកថ្ងៃទី25ខែកញ្ញាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានធ្វើបទបង្ហាញអំពីការវិវត្តនៃសភាពការព្រំដែនកម្ពុជាថៃរួមទាំងបញ្ហាមានជូនបណ្ដាអង្គទូតបរទេសនិងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា UN នៅទីស្តីការក្រសួងការបរទេសរាជធានីភ្នំពេញបើតាមក្រសួងការបរទេសកិច្ចប្រជុំនេះមានការចូលរួមពីតំណាង30ស្ថានទូតប្រចាំនៅកម្ពុជានិងស្ថានទូតនៅក្រៅប្រទេសដែលបានទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជាថៃនិងអង្គការអន្តរជាតិចំនួន6ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ